កូនខ្មែរមានសមត្ថភាពពិតប្រាកដបរិសង្ហាញញឹមបង្កប់ដោយមន្តស្នេហ៍ David អឹងហាយលេចវត្តមានសម្ដែងក្នុងភាពយន្តភាគប្រទេសសិង្ហបុរីកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងអ្នកគ្រប់គ្រងមានការភ្ញាក់ផ្អើលផងនិងរំភើបផងក្រោយបានឃើញ David អឹងហាយបោះជំហានចូលទីផ្សារសិល្បៈភាពយន្តភាគសិង្ហបុរីជាថ្មីនៅក្នុងរឿង No Other Way របស់ផលិតកម្ម Mediacorp ដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ដ៏ល្បី Channel X របស់សិង្ហបុរីផងដែរអ្វីដែលពិសេសបំផុតនោះគឺផលិតកម្មដែលបានផលិតភាពយន្តភាគបែបស៊ើបអង្កេតរឿងក្តីមួយនេះគឺជាផលិតកម្មតែមួយដែលធ្លាប់ផលិតភាពយន្តភាគ The Little Nuya ឬជីវិតនារីនូយ៉ាដែលជាភាពយន្តភាគសិង្ហបុរីដ៏ល្បីល្បាញបំផុតប្រចាំទ្វីបអាស៊ីការលេចមកសម្ដែងរបស់បរិសង្ហាជាកូនអ្នកបាត់ដំបងនៅក្នុងរឿងភាគ No Other Way មិនត្រឹមតែស្ដែងឲ្យឃើញពីសមត្ថភាពដ៏លេចធ្លោផ្ទាល់ខ្លួនប៉ុណ្ណោះទេប៉ុន្តែជាការបើកទ្វារនិងត្រួសត្រាយផ្លូវសម្រាប់តារាជំនាន់ក្រោយរបស់ខ្មែរលើឆាកអន្តរជាតិផងដែរការជ្រើសរើសយកតារាខ្មែរ David អឹងហាយមកសម្ដែងលើកនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងថាសមត្ថភាពសម្ដែងដ៏រស់រវើករបស់កូនខ្មែររូបនេះត្រូវបានទទួលស្គាល់និងវាតម្លៃខ្ពស់ពីផលិតករបរទេសអ្វីដែលកាន់តែអស្ចារ្យនិងមិនសរសើរមិនបានលើសពីការសម្ដែងប្រើប្រាស់ភាសាចិន David អឹងហាយក៏ត្រៀមមានស្នាដៃសម្ដែងជាភាសាអង់គ្លេសដែលមានចំណងជើងថា Belong In ផងដែរក្នុងរឿងថ្មីនេះ David នឹងត្រូវសម្ដែងរួមជាមួយតារាស្រី Glady Ing ដោយតារាស្រីរូបនេះធ្លាប់បានសាងកេរ្តិ៍ឈ្មោះក្នុងរឿងភាគកូរ៉េឬ K-drama ដ៏ពេញនិយម Absolutely Value of Romance ជាមួយតារាសម្ដែងស្រីកូរ៉េលំដាប់ A គឺកញ្ញា Kim Yang Ki ផងដែរត្រឡប់មកវិញក្នុងរឿងភាគសិង្ហបុរី No Other Way David បានសម្ដែងជាមួយតារាស្រីល្បីឈ្មោះគឺកញ្ញា Don Yu សម្រាប់តារាស្រីរូបនេះនាងគឺជាតួអង្គដ៏សំខាន់នៅក្នុងរឿង Emerald Hill ដែលជាសាច់រឿងបំបែកពីខ្សែភាពយន្តភាគដ៏ល្បីល្បាញ The Little Nuya ឬជីវិតនារីនូយ៉ាត្បិតថាតួអង្គដែល David សម្ដែងនៅក្នុងរឿងនេះមានចរិតឆ្លើយនឹងព្រានារីប៉ុន្តែអ្នកគ្រប់គ្រងបាននិយាយព្រមៗគ្នាថាមុខខ្ជូតគួរឲ្យស្រឡាញ់ពេករកស្អប់ទៅមិនរួចចាពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់នេះគឺជាដំណឹងដ៏ល្អមែនទែនដែលកូនខ្មែរដ៏មានសមត្ថភាពមួយរូបបានបង្ហាញវត្តមានសម្ដែងនៅក្នុងភាពយន្តភាគរបស់សិង្ហបុរីនេះមិនត្រឹមតែជាមោទនភាពសម្រាប់ David ខ្លួនឯងក្រុមគ្រួសារសាច់ញាតិប៉ុណ្ណោះទេប៉ុន្តែជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូលដែលកូនខ្មែរបានបង្ហាញមុខនៅក្នុងកញ្ចក់ទូរទស្សន៍ប្រទេសសិង្ហបុរីចា៎នាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ដែលបានឃើញវីដេអូនេះនឹងជួយ like ជួយ comment ជួយ share ដើម្បីឲ្យល្បីសុសសាយកាន់តែខ្លាំងឡើងពីសមត្ថភាពរបស់កូនខ្មែរហើយក៏ដូចជាបង្ហាញជាគំរូល្អសម្រាប់យុវជនយើងដែលស្រឡាញ់វិស័យសិល្បៈឲ្យគាត់ខិតខំប្រឹងប្រែងនិងព្យាយាមពីនាងខ្ញុំនីកាសូមអរគុណ